សួស្តីបងប្អូននេះមកដូរទ្វារហៅស្ទូមដោនៅខាងក្រៅផ្ទះហ្នឹងទ្វារនេះពុកនិយាយពីពុកច្រើនឆ្នាំហើយប្រាប់ម្ចាស់គេឲ្យដូរគេមិនដូរឥឡូវគេសម្រេចចិត្តដូរហើយចឹងខ្ញុំដោះអាចាស់នឹងចេញការសឹកងារហ្នឹងស្រួលទេប៉ុន្តែទ្វារហ្នឹងមើលទៅវាមិនធ្ងន់ប្រហែលតែការងារសំធ្វើតែឯងមិនតែធ្វើតែឯងវាទីងតងទៅមាន2នាក់អាចជួយមើលទ្វារឥឡូវខ្ញុំដោះវាចេញមើលដេញចេញហ្នឹងធ្លាក់មកទាញមកវឹបនឹងចង់ប៉ើងដែរហ្នឹងបងខ្ញុំដោះវាចេញ frame អាចាស់វិញចេញទាំងអស់និយាយទៅធម្មតាផ្ទះនៅយូរទៅវាពុកអា frame ទ្វារ frame អីចឹងណាយើងដោះចេញអាចាស់ហ្នឹងទៅយើងដាក់ថ្មីវិញអា frame ផាន់ stone door ឯនេះខ្ញុំដោះវាអស់ហើយចឹងខ្ញុំចាប់ផ្ដើមបើកអាទ្វារថ្មីនេះអានឹង32អ៊ីងទ្វារក្រោយបងប្អូននៅមុខ36អ៊ីងវាមានតែ2ខ្សែអាហ្នឹងស្រួលវាអត់ច្រឡំអានឹងទ្វារសេរីពួកហ្នឹងយើងធូរថ្លៃជាងគេហើយវាមកកំភ្លេតវាសេតវាទាំងអស់បើពួកអាថ្លៃចឹងវិញជួនកាលយើងទិញទៅអា handle ហ្នឹងទិញផ្សេងទៀតវាអត់នៅជាមួយគ្នាសោចាក់ពួកនេះអត់មានសោចាក់ទេនេះខ្ញុំចាប់ដាក់តិចវាវិញតិចវាមាន6ខ្ចៅអាហ្នឹងនេះខ្ញុំចាប់ដើមលើកហើយលើកទៅយើងទិញទំហ្នឹងហៅម្ចាស់គេជួយកាលនៅក្មេងលើកបានស្រួលឥឡូវចាស់ហើយលើកវាឡើងស្រួលទ្វារធ្ងន់ជាងហើយឲ្យតែយើងបានមូលខ្ចៅមួយហើយវាជាប់ហ្នឹងវាមិនសំខាន់អីបានទេគ្រាន់តែអានេះនិយាយទៅទប់កុំឲ្យខូចទ្វារខាងក្នុងហ្នឹងឬពេលខ្លះយើងចង់បើកទ្វារក្រៅទ្វារអីហ្នឹងទៅអាទ្វារក្នុងទៅយើងអាចបើកអាស្នាញ់ហ្នឹងឲ្យវាខ្យល់ចេញចូលបានណាមានស្នាញ់ការពាររុយការពារមូសចឹងអានេះខ្ញុំចាប់ដើមចាប់ជើងពីខាងក្រោមអា frame វាហ្នឹងចាប់វាហើយព្រោះអាហ្នឹងកុំឲ្យមូលអស់ខ្ញុំមូលអស់មូលយើងដាក់ស្រែវាយើងដាក់3ខ្ចៅកដាខ្ចៅលើអញ្ចឹងដើម្បីស្រែកុំឲ្យវាវាចឲ្យស្មើគឺស្មើអានេះខ្ញុំចាប់ដើមដាក់ជើងវាពីក្រោមមកជើងបាំងខ្យល់បាំងពលឺឯហ្នឹងខាងក្រោមហ្នឹងវាស្រែចុះស្រែឡើងបានណាខ្ញុំមួខ្ចៅមួយសិនថេះវាបើថេះវាឲ្យបិទឲ្យនៅល្អខ្ញុំចាប់ដើមមួលទៅទាំងអស់ហ្នឹងព្រោះយើងមួលម្ដងទាំងអស់ហ្មងជួនកាលខ្លាចវាអត់ត្រូវអញ្ចឹងយើងត្រូវដោះវិញទៅដែរអានេះខ្ញុំវាស់ទៅត្រូវអស់ហើយខ្ញុំរុញទ្វារទៅបិទឲ្យឃើញស្អាតហ្មងហើយអញ្ចឹងខ្ញុំចាប់ដើមមួលវាទាំងអស់បដ ாய் មាន4ខ្ចៅ4វិសផុតអាហ្នឹងហើយចាប់ដើមដាក់បូមម្ដងបូមវាហ្នឹងបងប្អូនវាមានຂະຫນាតវាឲ្យមកយើងដាក់ចោះនៅកណ្ដាលទ្វារដើម្បីទាញបូមហើយអាលើក្រោមកម្ពស់ទៀបខ្ពស់ហើយហ្នឹងស្រែកយើងស្រែយើងចង់បានកម្ពស់ណាព្រោះខ្ញុំទៅដាក់ទៅក្រោមទៀតតែដាក់ទៅអត់បានដោយសារអា frame ទ្វារចាស់ហ្នឹងគេមូលអាខ្ចៅដាក់បូមហ្នឹងមុនហើយវាបាក់អញ្ចឹងទៅខ្ញុំត្រូវខិតឡើងមកលើបន្តិចហើយអាបូមហ្នឹងវាដាក់តាមຂະຫນាតក្នុងกระดาษគេឲ្យមកយើងបើកទ្វារចេញអត់ត្រង់ទេគេបើកទ្វារនៅសល់ប្រឆាត់វាបន្តិចណាដល់ពេលអញ្ចឹងបងប្អូនចាប់ដាក់អាហ្នឹងហើយទាញស្មានយកមើលទៅមិនយើងពេលណាចង់បើកទ្វារណាត្រង់ទៅយើងស្មានវាត្រូវហើយដាក់ចោះប្រឡោះវាទៅវាបើកត្រង់ហើយតាមកระดาษវាហ្នឹងយើងវាស់តាមຂະຫນាតវាហ្នឹងបើកទៅបាននៅខ្វះបន្តិចទៀតបើវាត្រង់ដល់ពេលអញ្ចឹងយើងយកអីចូលនឹងពិបាកចាប់ខ្ចៅសម្រាប់ធ្ពក់អាបូមនឹងទ្វារហ្នឹងខ្ចៅហ្នឹងបងប្អូនត្រូវចោះរុនវាបន្តិចនិយាយទៅទ្វារចោះយកវិយក drill ចោះសិនណាដើម្បីស្រួលកុំឲ្យមូលទៅវាខ្លាចទទួលឈើទៅអត់ទៅជាប់ចោះទៅវាមូលណែនជាងអានេះខ្ញុំតាឲ្យខ្ញុំថេះវាមើលគឺអញ្ចឹងខ្ញុំត្រូវនៅចោះអាប្រឡោះទ្វារបន្តិចអានេះចោះវាមានកระดาษវាឲ្យយើងដាក់ចូលក្នុងទ្វារហ្នឹងទៅចោះនឹងចែកកម្ពស់លើកម្ពស់ក្រោមស្មើគ្នាទៅហើយខ្ញុំចោះអាស្វានអាទូចមុនដើម្បីមានប្រហោងហ្នឹងសិនបានប្រើអាត្រៀលធំបើសិនយើងចោះអាធំហ្មងវាអាចខូចវាប៉ោងឈើអីចឹងវាអត់ស្មើអញ្ចឹងខ្ញុំចោះទូចហើយខ្ញុំដូរអាប៊ីតវាដាក់ធំម្ដងឥឡូវខ្ញុំដូរដាក់វាធំវិញចោះអញ្ចឹងវាអត់ទៅប៉ោងឈើបងប្អូនព្រោះចោះអានោះយកប៉ោងឈើខ្ញុំធ្លាប់ធ្វើហើយនឹងអាសោទ្វារនេះអាហ្នឹងឡុកវាហ្នឹងបងប្អូនមកស្គាល់មានខាងទូចខាងធំដាក់អាខាងធំមកទ្វារបើដាក់ខាងទូចទៅខាងកន្លែងចុចហ្នឹងជួនកាលយើងចុចទៅវាគាំងអា
អាហ្នឹងមានតែខ្ចៅពីរលើមួយក្រោមមួយមូលទៅដល់ពេលហើយខ្ញុំចាប់ឡើងកណិចមួយនៅទ្វារម្ដងដើម្បីបិទបើកវាឆ្ពុះវាជាប់អាហ្នឹងទៅយើងស្រែទៅឥឡូវទ្វារហ្នឹងហើយបងប្អូនខ្ញុំថេស្តមើលអីល្អអស់ហើយអញ្ចឹងអរគុណច្រើនបងប្អូនកុំភ្លេចជួយ like ជួយ share វីដេអូខ្ញុំផងបងប្អូនជម្រាបលាបាយបាយ